Hello អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់រៀងកំ pl ែងសៅចុកពួសចំណងជើងថា Hero សួយធំ The Unlucky Peacekeeper តួអង្គគោប្រចាំភូមិមានដូចជាអាម៉ាប់ Hero ដើរតួជាអ្នកខ្លាំងខ្លាំងខ្លាយបរិសមៀតធាត់ក្បាលគោះកំប៉ោងចូលចិត្តដើរអួតអាងថាខ្លួនជាអ្នកខ្លាំងប្រចាំភូមិតែចិត្តសឿងចាញ់សត្វកន្លាតពូម៉ៅស្រវឹងជោកដើរតួជាអ្នកផឹកជើងខ្លាំងបរោះស្គុំដូចអំបោសចូលចិត្តផឹកទឹកត្នោតជូរតល់តាភ្នែកស្លេកនិយាយស្ដីមិនសូវដឹងរឿងតាសុកចិត្តដាច់ដើរតួជាតាចាស់ជើងកាចតាចាស់រឹងរូសកាន់ឈើច្រកតាដើរលឿនជាងក្មេងចំណូលចិត្តសាច់មាន់អាំងមិនការឆ្លោះប្រកែកមីងហ៊ីងមាត់ឆ្នះដើរតួជាអ្នកលូកដាច់ផ្ងាស្ត្រីមាត់ដាច់លួទឹកត្នោតជូរនឹងមាន់អាំងសម្ដីធ្ងន់ធ្ងរកាន់វែកឆាជាអាវុធជាប់ខ្លួនជានិច្ចត្រៀមក្រពះសោយទាំងអស់គ្នា Let's go នៅទូបលក់ទឹកត្នោតជូរមីងហ៊ីងកំពុងអង្គុយបក់រីទាំងធួងត្រាន់នឹងមេឃក្តៅពូម៉ៅដើរត្រេត្រោតចូលមកដល់ទាំងភ្នែកឡើងក្រហមងាងដោយមាន់ជុលដៃកាន់ដប់ទឹកត្នោតជូរបរិការការចាប់ដើមមានក្លិនឈ្ងុយសាច់មាន់អាំងតែវាមានបង្កប់ដោយភាពច្បុកច្បល់អាម៉ាត់ដើរចេញពីផ្ទះទាំងពឿងទ្រូងពីឲ្យយឺតឹងចេះបង្ហាញសាច់ក្បាលពោះដល់មកហ៊ីម៉ាគេស្រែកច្រៀងបទកន្ទ្រឹមយ៉ាងខ្លាំងធ្វើឲ្យក្មេងៗក្នុងភូមិរត់គេងជេងអស់ព្រោះខ្លាចខ្លងអាម៉ាប់គិតក្នុងចិត្តថាថ្ងៃនេះត្រូវតែរកគឿងជួយគេឯងដើម្បីបានល្បីឈ្មោះជាហេរ៉ូតាសុកដាមកដល់តូបទាំងមុខម៉ាំរួចហៅទឹកណត់ជូរមកក្អមធំមកផឹកយកកម្លាំងសិនគាត់ក៏លេឃើញពូម៉ៅរួចក៏បញ្ចេញទឹកមុខឌឺដងដាក់គ្នាទៅវិញទៅមកតាមរបៀបអ្នកជើងខ្លាំងមីងហ៊ីងស្រាយប្រាប់ថាបើចង់ឆ្លូគ្នាកុំភ្លេចសងលុយថ្លៃទឹកណោតចាស់សិនផងមីងហ៊ីងលើកមាន់អាំងមួយដុំចុងក្រោយដែលឈ្ងុយឈ្ងោបមកដាក់លើកតុរួចក៏ដើរចូលទៅក្រោយផ្ទះភ្លាមនោះពូម៉ៅនិងតាសុកងាកមើលមាន់អាំងនោះក្នុងពេលតែមួយភ្នែកធំដូចគ្នាមាន់អាំងដល់លឿងស្រួយនោះคล้ายជាកម្មវត្ថុនៃសង្គ្រាមត្រជាក់រវាងអ្នកស្រវឹងទាំងពីរដៃឆ្វេងពូម៉ៅនិងដៃស្ដាំតាសុកចាប់យកស្លាប់មាន់តែមួយក្នុងពេលតែមួយដូចគេណាត់ទុកអ្នកទាំងពីរទាញទៅទាញមកធ្វើឲ្យស្លាប់មាន់នោះស្ទើរតែដាច់ជាពីរចំណែកបាត់ទៅហើយសំលេងជេរប្រតិចផ្ដើមបន្លឺឡើងផ្អោដល់អ្នកជិតខាងឲ្យមកឈរមើលទាំងមិនដឹងរឿងអាម៉ាប់ឃើញឱកាសល្អមកដល់ក៏រត់ចូលមកក្នុងតូបយ៉ាងលឿនដូចរន្ទះបាញ់មេឃឈើគេស្រែកថាឈប់ភ្លាមហេរ៉ូភូមិយើងមកដល់ហើយទុកមាន់អាំងនឹងឲ្យខ្ញុំដោះស្រាយពូម៉ៅនិងតាសុកងាកមកមើលអាម៉ាប់ទាំងខឹងសម្បាព្រោះកំពុងតែដណ្ដៅគ្នាស៊ីផងអាម៉ាប់ចាប់ផ្ដើមបង្ហាញក្បាច់គុណខ្លាឃ្មុំរាំឡាំលាវដើម្បីបង្ក្រាបអ្នកទាំងពីរឲ្យខ្លាចរអាគេរាំវងជំវិនតក់ទឹកតជូធ្វើឲ្យដីហុយសំពងហុយចូលភ្នាក់តាសុកឡើងដីគោកអ្នកជិតខាងដែលឈរមើលចាប់ផ្ដើមសើចកក់អឹកនឹងក្បាច់គុណប្លែករបស់អាម៉ាប់ខណៈកំពុងសម្ដែងក្បាច់គុណអាម៉ាប់ក៏ចំពប់យើងនឹងរឹសឈើដួលផ្ងាយយើងចងាងចូលក្រោមតុក្បាលពួរដ៏ធំរបស់គេបុកនឹងទុកធ្វើឲ្យក្អមទុកថ្មជូររង្គើស្ទើរតែធ្លាក់បែកខ្ទីពូម៉ៅសយផ្ងាក្រោយរួចនិយាយឌឺដងថាហេរ៉ូអីក៏ដួលដោយខូនក្មេងទៅចេះដើរចុងអាម៉ាប់ងើបឡើងវិញទាំងមុខក្រហមរួចព្យាយាមយកស្លាប់មាន់ចេញពីដៃអ្នកទាំងពីរគេប្រាប់ថាមាន់នេះមានមេរោគទុកឲ្យក្នុងស៊ីម្នាក់ឯងទើបវាសុវត្ថិភាពដល់អ្នកភូមិពូម៉ៅនិងតាសុកចាប់ដើមរួបរวมគ្នាប្រឆាំងនឹងអាម៉ាប់ដែលចង់ស៊ីដាច់មាន់អាំងម្នាក់ឯងចំនួនកាន់តែខ្លាំងឡើងអាម៉ាប់ព្យាយាមប្រើមាត់និយាយបញ្ចុះបញ្ចូលតាមបែបចិត្តសាស្ត្រគេនិយាយពីរឿងសន្តិភាពពិភពលោកនិងការចែករំលែកសាច់មាន់ទៅតាមគោលការណ៍យុត្តិធម៌តែជាអកុសលពូម៉ៅនិងតាសុកមិនស្ដាប់អីទាំងអស់ក្រៅពីចង់ស៊ីមាន់អាំងមួយដុំនោះអាម៉ាប់ស្រវាចាប់ស្លាប់មាន់នោះបានប៉ះកណ្ដាលរួចទាញយ៉ាងខ្លាំងសង្ឃឹមថានឹងឈ្នះតាសុកប្រើកម្លាំងបាយទាញត្រឡប់មកវិញធ្វើឲ្យអាម៉ាប់រអិលជើងម្ដងទៀតតែលើកនេះមិនដួលទេគេក្រវីក្បាលពោះធ្វើឲ្យពូម៉ៅខ្ទាតចេញទៅមុខខាងហាក់ដូចជាមានថាមពលអច្ឆរិយៈភ្លាមនោះរួយមួយភងធំបានហោះមកជំវិញស្លាប់មាន់អាំងដែលគ្រប់គ្នាកំពុងដណ្ដើមគ្នាអាម៉ាប់ព្យាយាមបក់រួយចេញប៉ុន្តែច្រមុះរបស់គេចាប់ផ្ដើមរមាស់យ៉ាងខ្លាំងអត់មិនបានមុខរបស់អាម៉ាប់ចាប់ផ្ដើមក្រញូសភ្នែកស្រក់ទឹកហាក់ដូចជាគ្រាប់បែកចិត្តផ្ទុះឡើងហើយអាម៉ាប់បញ្ចេញសំឡេងកដាស់យ៉ាងខ្លាំងអាស៊ីរហូតដល់ហៀសម្បពេញលើមាន់អាំង
ទឹកសម្បោពណ៌សថ្លាថ្លាបានហូរមកស្រួយពីលើស្លាប់មន់ដ៏ឈ្ងុយឆ្ងាញ់อยู่ទាំងស្រុងតែម្ដងពូម៉ៅនិងតាសុកឈប់ទៀងគ្នាភ្លាមរួចសម្លឹងមើលមន់អាំងដោយភាពខ្ពើមរអើមបំផុតភាពស្ងប់ស្ងាត់បានគ្របដណ្ដប់មួយសន្ទុះមុនពេលភ្នែកអ្នកទាំងពីរឡើងក្រហមងាំងជាងមុនពួកគេលែងខ្វល់រឿងមន់តែងាកមកមើលមុខអាម៉ាប់ដៃកំពុងញញឹមស្ងៀងទាំងអៀនខ្មាស់តាសុកសប្រាប់ពូម៉ៅថាយើងរៀបក្បាច់ពិសេសផ្ដាច់ព្រលឹងហេរ៉ូសម្បោនេះម្ដងពូម៉ៅនិងតាសុកលើកដៃឡើងព្រមគ្នារួចងក់ក្បាលដោះសញ្ញាស្ងាត់ដើម្បីវៃបកអាម៉ាប់ដឹងខ្លួនថាគ្រោះថ្នាក់ក៏ព្យាយាមដកថយក្រោយបន្តិចម្ដងទាំងញ័រជើងទៅទៀតគេប្រាំងនិយាយថាបងប្អូនអើយចាក់តិចសម្បៅនឹងវាមានវីតាមីនជួយឲ្យសក់ដោះលឿនទេអ្នកទាំងពីរសម្រុកចូលមករួចលើកដៃស្ដាំរៀងខ្លួនឡើងខ្ពស់ត្រៀមនឹងទម្លាក់ចូលមកវិញសំឡេងខ្យល់បក់កាក់ឡើងដោយសារកម្លាំងបាតដៃអ្នកស្រវឹងទាំងពីរដែលចង់សងសឹកអាម៉ាប់បិទភ្នែកជិតលើកដៃការពារមុខតែវាហាក់ដូចជាយឺតពេលទៅហើយសម្រាប់គេផាចសំឡេងបាតដៃពីរតាក់ជន់ថ្ពាល់អាម៉ាប់សងខាងខំពេលតែមួយយ៉ាងណែនល្អណាស់កម្លាំងតែធ្វើឲ្យក្បាលអាម៉ាប់វឺដោយកង្ហារួចខ្លួនប្រាណដ៏ធំរបស់គេហោះឈានពីទូកគេហោះកាត់វាស្មៅសម្ដៅទៅរកស្រះទឹកដែលពោពេញដោយភក់ច្រាំនៅក្បែរនោះអាម៉ាប់ធ្លាក់ចូលទៅក្នុងស្រះទឹកភក់យ៉ាងខ្លាំងបង្កើតជាសំឡេងផ្លុំផ្អើលដល់មេមន់គូនមន់ក្បាលពោះរបស់គេប៉ះនឹងផ្ទៃភក់ធ្វើឲ្យភក់ខ្ទីពេញមុខមាត់មើលលែងញួនថាជាអ្នកណាហ្វូងទាដែលកំពុងហែលទឹកនាំគ្នាផ្អើលរត់ជន់ក្បាលអាម៉ាប់បន្ថែមពីលើកាវឈឺចាប់មីងហ៊ីងរត់ចេញមកមើលរួចសើចជោគពួររហូតដល់ធ្លាក់វេឆាចេញពីដៃចូលក្នុងភក់ដែរអាម៉ាប់ងើបក្បាលឡើងមកវិញទាំងមានកំប្លោកជាប់លើក្បាលនិងមាន់ងាប់មួយនៅលើស្មាគេព្យាយាមឡើងពីភក់តែរអិលធ្លាក់ទៅវិញរហូតដល់ 3-4 ដងទើបឡើងមកលើគោកបានសំណាងអាក្រក់មិនទាន់អស់ឆ្កែ4-5ក្បាលក្នុងភូមិឃើញអាម៉ាប់ធុំក្លៀនមាន់ក៏ដេញព្រុសវក់វីអាម៉ាប់រត់ត្រហេបទាំងភក់ស្រួយខ្លួនរត់កាត់វាស្រែហួរផ្ទះខ្លួនឯងទៅទៀតអ្នកភូមិឈើមើលរួចងាយខានឹងហើយលទ្ធផលចង់ធ្វើហេរ៉ូដល់ស្រែលឹងមាន់អាំង